នេះសម្រាប់គ្រឿងប្រឡាក់សាច់គោដែលខ្ញុំធ្វើរដងទី1គឺខ្ញុំមានខ្ទឹមសម្ទេសរំដេងទឹកប្រេងខ្យងម្សៅស៊ុបហើយនឹងម្រេចនេះគឺម្រេចអំបិលម្រេចខ្ញុំលាយជាស្រេចហើយនឹងខ្ញុំមានសាច់គោខ្ញុំផ្នែកដែលខ្ញុំប្រឡាក់ដំបូងឡើយខ្ញុំច្បល់ចូលគ្នាខ្ញុំច្បល់ចូលគ្នាហើយចូលសពមួយគ្នាហើយបាទខ្ញុំចាប់ផ្ដើមចាប់សាច់ហើយយើងបានហើយហ្នឹងដាក់ចូលបែបហ្នឹងហើយយើងចាប់ផ្ដើមច្បល់អូខេបន្ទាប់ពីខ្ញុំបានច្បល់ចូលគ្នាហើយចូលសពសាច់ហើយខ្ញុំត្រូវទុកប្រហែលជា5នាទីខ្ញុំអត់ទុកយូរទេដោយសារខ្ញុំប្រឡាក់បញ្ញាប់ជៀនពេលព្រឹកណាជឿខ្ញុំទុកប្រហែលជា5នាទីហើយមកបានខ្ញុំចាប់ផ្ដើមលើកយកមកជៀនសម្រាប់ការប្រឡាក់សាច់គោរបស់ខ្ញុំតែងតែដាក់ម្ដេងបើប្រឡាក់សាច់ជ្រូកអីអត់ដាក់ម្ដេងក៏អីដែរប៉ុន្តែសម្រាប់សាច់គោគឺដាក់ម្ដេងទៅឈ្ងុយឆ្ងាញ់ហើយនៅពេលដែលខ្ញុំប្រឡាក់បាន5នាទីហើយចាប់ផ្ដើមលើកយកមកដាក់ជៀនឆ្អិនហើយសាច់គោប្រឡាក់ជៀនចឹងសម្រាប់សាច់គោនេះនៅពេលដែលខ្ញុំញ៉ាំជាមួយពេលប៉ោះហើយនឹងមានគីមជីហើយសំខាន់ខ្ញុំត្រូវធ្វើទឹកម្រេចមួយទៀត